សូមគោរពនឹងជម្រាបសួរទៅដល់ប្រិយមិត្តទូរទស្សនិកជនដែលនិយមទស្សនានៅកម្មវិធីផ្សាយរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាកម្ពុជាជាទីគោរពសូមស្វាគមន៍មកកាន់កម្មវិធីទីក្រុងល្អចរាចរណ៍មានសុវត្ថិភាពដែលកម្មវិធីរបស់យើងគឺតែងតែពំនាំនៅប្រធានបទសំខាន់ដែលទាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាការអភិវឌ្ឍទៅលើវិស័យសាធារណការនៅក្នុងរាជធានីភ្នំពេញដោយឡែកនៅក្នុងសប្តាហ៍នេះកម្មវិធីរបស់យើងនឹងលើកយកប្រធានបទថ្មីមួយទៀតតទៅទីនេះសូមប្រិយមិត្តទស្សនិកជនអញ្ជើញទស្សនាដូចតទៅរាជធានីភ្នំពេញជាបេះដូងសេដ្ឋកិច្ចនិងនយោបាយនៃព្រះរាជាណាចក្រកម្ពុជាជារៀងរាល់ថ្ងៃមានយានយន្តរាប់សែនគ្រឿងធ្វើចរាចរណ៍លើដងផ្លូវដើម្បីធានាសុវត្ថិភាពនិងសម្រួលការធ្វើដំណើរប្រព័ន្ធភ្លើងសញ្ញាចរាចរណ៍គឺជាយន្តការដ៏សំខាន់មួយក្នុងការគ្រប់គ្រងលំហូរចរាចរណ៍ថ្ងៃនេះក្រុមការងារយើងខ្ញុំនឹងនាំលោកអ្នកទៅស្វែងយល់អំពីការគ្រប់គ្រងភ្លើងសញ្ញាចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញយើងបានមកជួបមន្ត្រីជំនាញដើម្បីពន្យល់ពីរឿងរ៉ាវនេះជាក់ស្ដែងគឺភ្លើងសញ្ញាចរាចរណ៍មិនមែនសម្រាប់តែនៅក្នុងរាជធានីភ្នំពេញទេមុខងារទូទៅរបស់ភ្លើងសញ្ញាចរាចរណ៍គឺមានតួនាទីសំខាន់ណាស់សម្រាប់បម្រើដល់សុវត្ថិភាពនៅតាមចរាចរណ៍តាមដងផ្លូវហើយដែលនៅក្នុងនោះការដំឡើងនៅភ្លើងសញ្ញាចរាចរណ៍គឺវាជួយសម្រួលលំហូរចរាចរណ៍នៅតាមដងផ្លូវក៏ដូចជាកាត់បន្ថយនៅការគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាកាត់បន្ថយនៅកម្រិតប៉ះទង្គិចនៅតាមចំណុចប្រសពតាមរយៈការកំណត់ថេរវេលាឲ្យបានត្រឹមត្រូវជាក់ស្ដែងទៅតាមស្ថានភាពចរាចរណ៍ជាក់ស្ដែងចា៎ក្នុងមួយថ្ងៃលំហូរចរាចរណ៍នៅរាជធានីភ្នំពេញមានការកើនឡើងជាបន្តបន្ទាប់ដោយសារកំណើនយានយន្តរបស់ប្រជាពលរដ្ឋទាំងក្នុងរាជធានីភ្នំពេញនិងប្រជាពលរដ្ឋមកពីបណ្ដាខេត្តផ្សេងៗចេញចូលរាជធានីដើម្បីគ្រប់គ្រងស្ថានភាពនេះមន្ត្រីជំនាញបានដំឡើងនិងគ្រប់គ្រងប្រព័ន្ធភ្លើងសញ្ញាចរាចរណ៍នៅតាមបណ្ដាចំណុចប្រសពសំខាន់ទីតាំងភ្លើងស្តុបទាំងអស់មុននឹងយើងធ្វើការសម្រេចថាជ្រើសរើសជាទីតាំងភ្លើងស្តុបគឺមានអ្នកជំនាញត្រូវចុះទៅពិនិត្យទីតាំងគឺយើងត្រូវធ្វើ survey ហើយនៅក្នុងការ survey នោះគឺយើងត្រូវពិនិត្យទៅលើគ្រប់ទាំងស្ថានភាពភូមិសាស្ត្ររបស់ចំណុចប្រសពក៏ដូចជាយើងត្រូវធ្វើការប្រមូលទិន្នន័យរាប់ចំនួនចរាចរណ៍ជាក់ស្ដែងនៅតាមចំណុចប្រសពដើម្បីយើងប្រមូលទិន្នន័យនឹងមកគឺយើងត្រូវធ្វើការកំណត់នៅអត្ថភាពដំណាក់កាលនៃភ្លើងសញ្ញាដែលភាសាអង់គ្លេសគេប្រើពាក្យថា signal phasing ថាតើគួរទិសដៅណាទៅមុនទិសដៅណាទៅក្រោយហើយនឹងការកំណត់ថេរវេលានៃភ្លើងសញ្ញាចរាចរណ៍ឲ្យមានប្រសិទ្ធភាពឲ្យឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងរបស់ទីតាំងភ្លើងស្តុបយោងតាមរបាយការណ៍ស្ថិតិគិតត្រឹមខែធ្នូឆ្នាំ2025មានភ្លើងសញ្ញាចរាចរណ៍ចំនួន205ទីតាំងនៅរាជធានីភ្នំពេញក្នុងនោះមាន87ទីតាំងជាភ្លើងសញ្ញាចរាចរណ៍ដែលសាងសង់ដោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញភ្លើងសញ្ញានេះគឺមានរូបរាងបែបនេះដែលមានភ្លើងសញ្ញាបញ្ជានិងវិនាទីថយក្រោយដោយឡែក118ទីតាំងផ្សេងទៀតគឺជាភ្លើងសញ្ញាចរាចរណ៍ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុនយើងអាចសម្គាល់បានភ្លើងសញ្ញាចរាចរណ៍ស្តង់ដារជប៉ុនគឺមានរូបរាងបែបនេះដោយពុំមានលេខវិនាទីរាប់ថយក្រោយនោះទេប៉ុន្តែវាមានលក្ខណៈពិសេសដែលភ្ជាប់បច្ចេកវិទ្យាឆ្លាតវៃអាចផ្ដល់ព័ត៌មានទៅកាន់បន្ទប់គ្រប់គ្រងភ្លើងសញ្ញាចរាចរណ៍ស្ដីពីលំហូរមមាញឹកនៅតាមគោលដៅភ្លើងសញ្ញាចរាចរណ៍នោះដើម្បីកំណត់ថេរវេលាផ្លាស់ប្ដូរភ្លើងពណ៌បញ្ជាទិសដៅចរាចរណ៍មានដូចជាក្រហមបៃតងនិងលឿងស្របតាមស្ថានភាពផ្លូវជាក់ស្ដែង
សម្រាប់ប្រព័ន្ធភ្លើងស្តុបដែលសាងសង់ក្រោមជំនួយហិរញ្ញប្បទានឥតសំណងគឺយើងប្រើប្រាស់នៅបច្ចេកវិទ្យាមួយដែលហៅកាត់ថា ITS system ឬក៏អង់គ្លេសពេញគឺហៅថា Intelligent Traffic System ដែលនៅក្នុងការប្រើប្រាស់ប្រព័ន្ធនេះគឺយើងមានបំពាក់នៅឧបករណ៍ sensor ឬក៏ vehicle detector ដែលអាចចាប់យកនៅវត្តមានរបស់យានយន្តហើយការចាប់យកព័ត៌មានហ្នឹងគឺនឹងបញ្ជូនទិន្នន័យផ្ទាល់មកមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ហើយ server នឹងនៃមជ្ឈមណ្ឌលនឹងធ្វើការ process data ដែលយើងទទួលបានហើយនឹងបញ្ជូនឬក៏បញ្ជានៅប៉ារ៉ាម៉ែត្ររបស់ភ្លើងស្តុបឬក៏នៅក្នុងសម្រួលឲ្យស្រួលស្ដាប់គឺហៅថាថេរវេលាឲ្យបានត្រឹមត្រូវឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងក្នុងន័យនេះមានន័យថាប្រព័ន្ធគឺធ្វើការដោយស្វ័យប្រវត្តិហើយចំពោះទីតាំងដែលយើងពុំមានការបំពាក់នៅ sensor ទេគឺអ្នកជំនាញរបស់ជប៉ុនដែលគេបានចុះមកសហការជាមួយយើងហ្នឹងគឺគេបានរៀបចំ system ដោយធ្វើការកំណត់ទុកជាមុនប្រសិនបើស្ថានភាពចរាចរណ៍ពេលព្រឹកគួរតែផ្ដល់នៅថេរវេលាភ្លើងស្តុបចន្លោះពីម៉ោងណាទៅម៉ោងណាទើបល្អហើយមមាញឹកពេលថ្ងៃគួរផ្ដល់ថេរវេលាបែបណាទើបឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងអញ្ចឹងប្រព័ន្ធភ្លើងសញ្ញាចរាចរណ៍ស្តង់ដារជប៉ុននេះមានភាពវៃឆ្លាតដែលផ្ដល់ព័ត៌មានទាំងបញ្ហាកំហូចបើសិនជាមានមកកាន់បន្ទប់នៃមជ្ឈមណ្ឌលគ្រប់គ្រងភ្លើងសញ្ញាចរាចរណ៍ដោយមន្ត្រីជំនាញចុះទៅពិនិត្យនិងដោះស្រាយភ្លាមៗភ្លើងស្តុបដែលស្ថិតនៅក្រោមការគ្រប់គ្រងបច្ចេកទេសរបស់មន្ទីរសាធារណការផ្ទាល់គឺដូចគ្នាជាទូទៅគឺមានខាងនគរបាលចរាចរណ៍គាត់ប្រចាំការនៅនឹងទីតាំងផ្ទាល់គាត់តែងតែជូនដំណឹងមកកាន់អ្នកជំនាញយើងទាន់ពេលវេលាហើយអ្នកជំនាញរបស់យើងក៏នឹងចុះទៅពិនិត្យនិងជួសជុលបន្ទាន់ជាក់ស្ដែងដោយទៅនឹងភ្លើងស្តុបរបស់ខាងជប៉ុនដែរចា៎ទោះបីជាមានប្រព័ន្ធគ្រប់គ្រងកាន់តែទំនើបក៏ដោយតែការកកស្ទះចរាចរណ៍នៅតែមានដដែលជាក់ស្ដែងដោយផ្លូវប្រសពបេកាសេនិងផ្លូវប្រសពខាងមុខសច្ចមនីចេតិយជាដើមដែលមានចំនួនយានយន្តដ៏ច្រើនលើសលប់ទៅនឹងស្ថានភាពផ្លូវប្រចាំថ្ងៃជាទូទៅការប្រព័ន្ធភ្លើងស្តុបมันអាចមានសមត្ថភាពក្នុងការដោះស្រាយការកកស្ទះចរាចរណ៍នៅតាមចំណុចប្រសពឲ្យបាន 100% តែម្ដងទេបានន័យថាការដំឡើងនៅភ្លើងស្តុបចរាចរណ៍គឺគ្រាន់តែជាចំណែកមួយនៃការគ្រប់គ្រងប្រព័ន្ធចរាចរណ៍នៅតាមចំណុចប្រសពហើយជាក់ស្ដែងបើតាមយោងតាមការសិក្សាប្រសិនបើលំហូរចរាចរណ៍ឬក៏កម្រិតនៃការកកស្ទះចរាចរណ៍លើសអំពីតម្រូវការឬក៏លើសអំពីសមត្ថភាពនៃផ្លូវឬក៏ចំណុចប្រសពផ្ទាល់ភ្លើងសញ្ញាចរាចរណ៍ក៏មិនអាចធានានៅការដោះស្រាយលំហូរចរាចរណ៍ទាន់ពេលវេលាដែរអញ្ចឹងក្នុងន័យហ្នឹងគឺមានន័យថាដើម្បីឲ្យការដោះស្រាយការកកស្ទះចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់រួមចំណែកជាមួយនឹងភ្លើងសញ្ញាចរាចរណ៍គឺត្រូវការមានការយល់ដឹងអំពីច្បាប់ចរាចរណ៍របស់អ្នកប្រើប្រាស់ផ្លូវលើសាធារណៈក៏ដូចជាការប្រើប្រាស់ផ្លូវនៅចំតំបន់ចំណុចប្រសពដូចជាការគោរពនៅភ្លើងសញ្ញាចរាចរណ៍ការគោរពនៅគំនូសសញ្ញាចរាចរណ៍និងការគោរពនៅគន្លងធ្វើដំណើរនៅចំណុចប្រសពក្នុងរយៈពេលជាង1ទសវត្សរ៍ចុងក្រោយរាជធានីភ្នំពេញបានពង្រីកខ្លួនយ៉ាងលឿនក្រោមការដឹកនាំរបស់អាដាមខួងស្រេងអភិបាលរាជធានីភ្នំពេញដូច្នេះទស្សនវិស័យក្នុងការកែប្រែនិងធ្វើឲ្យជឿនលឿននៃប្រព័ន្ធគ្រប់គ្រងភ្លើងសញ្ញាចរាចរណ៍នៅតែមានចំពោះទីតាំងភូមិសាស្ត្រនានាក្នុងរាជធានីមួយនេះចាពាក់ព័ន្ធជាមួយនឹងផែនការឬក៏ទិសដៅនៃអនាគតសាលារាជធានីភ្នំពេញក៏ដូចជាមន្ទីរសាធារណការគឺបានធ្វើការយ៉ាងមមាញឹកសហការជាមួយនឹងបណ្ដាដៃគូអភិវឌ្ឍន៍នានាដើម្បីអនុវត្តនៅគម្រោងបច្ចេកទេសមួយចំនួនគឺយើងគ្រោងនៅក្នុងការសិក្សានោះគឺគ្រោងនឹងពង្រីកនៅចំណុចស្តុប
ដែលប្រើប្រាស់នៅបច្ចេកវិទ្យាបច្ចុប្បន្ននៅក្នុងក្រុងគឺពង្រីកទៅដល់ខណ្ឌជ័យក្រុងបន្តទៀតហើយដោយឡែកទន្ទឹមនឹងការសិក្សារបស់ដៃគូអភិវឌ្ឍមន្ទីរសាធារណការក៏ផ្អែកទៅលើបញ្ជីក្នុងរបាយការណ៍នោះយើងធ្វើការស្នើសុំដំឡើងនៅស្តុបថ្មីប្រចាំឆ្នាំដើម្បីដាក់ទៅតាមតំបន់ជ័យក្រុងបន្ថែមដើម្បីកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាសម្រួលនៅលំហូរចរាចរណ៍នៅតាមតំបន់ជ័យក្រុងបន្ថែមទៀតភ្លើងសញ្ញាចរាចរណ៍មើលទៅជាឧបករណ៍ធម្មតាមួយនៅលើដងផ្លូវប៉ុន្តែវាគឺជាបេះដូងនៃប្រព័ន្ធគ្រប់គ្រងលំហូរចរាចរណ៍ការរីកចម្រើននៃបច្ចេកវិទ្យាអាចជួយកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ប៉ុន្តែភាពជោគជ័យពិតប្រាកដអាស្រ័យលើការចូលរួមនិងគោរពច្បាប់របស់ប្រជាពលរដ្ឋគ្រប់រូបប្រិមត្តទូរទស្សនិកជនលោកអ្នកបានទស្សនារួចមកហើយនៅប្រធានបទរបស់យើងនៅក្នុងសប្តាហ៍កម្មវិធីជាបន្តខ្ញុំបាទសូមបង្វែរអារម្មណ៍លោកអ្នកមកទស្សនានៅប្រការគួរលុបបំបាត់ប្រចាំសប្តាហ៍តទៅទៀតនេះសូមលោកអ្នកអញ្ជើញទស្សនាដូចតទៅទស្សនិកជនបន្ទាប់ពីបានទស្សនារឿងមកហើយសង្ឃឹមថាលោកអ្នកបានជ្រាបជាគំនិតនៅប្រធានបទរបស់យើងនៅក្នុងសប្តាហ៍នេះខ្ញុំបាទក៏សូមថ្លែងអរគុណទៅដល់ទស្សនិកជនដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមទស្សនាកម្មវិធីរបស់យើងតាំងពីដើមរហូតដល់ចប់ឆ្លៀតនៅក្នុងឱកាសនេះខ្ញុំបាទក៏សូមថ្លែងអរគុណទៅដល់ឯកឧត្តមខួនស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងមន្ត្រីដែលបម្រើការនៅសាលារាជធានីភ្នំពេញដែលបានជួយឧបត្ថម្ភគាំទ្រនៅក្នុងកម្មវិធីនេះពីកម្មវិធីរបស់យើងសូមសន្យាថានឹងជួបលោកអ្នកវិញតាមពេលវេលានិងម៉ោងដដែលគណៈពេលនេះខ្ញុំបាទប៉ាងសំណាងរួមទាំងក្រុមការងារសូមអរគុណនិងសូមគោរពលា